ពេលវេលាគឺជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតនៅពេលដែលវាកន្លងផុតទៅហើយអ្នកមិនអាចយកវាមកវិញបានទេមនុស្សគ្រប់រូបមានពេល24ម៉ោងដូចគ្នាក្នុងមួយថ្ងៃប៉ុន្តែមនុស្សជោគជ័យប្រើប្រាស់ពេលវេលារបស់ពួកគេដោយឈ្លាសវៃពេលវេលាបង្រៀនយើងពីវិន័យនិងការទទួលខុសត្រូវប្រសិនបើអ្នកខ្ជះខ្ជាយពេលវេលាអ្នកនឹងបាត់បង់ឱកាសការគ្រប់គ្រងពេលវេលាល្អជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកនិងរស់នៅដោយមានលំនឹងជីវិតអ្នកគួរតែចំណាយពេលវេលារបស់អ្នកក្នុងការរៀនសូត្រធ្វើការនិងកែលម្អខ្លួនឲ្យបានប្រសើរឡើងពេលវេលាក៏រំលឹកអ្នកឲ្យរីករាយនឹងជីវិតនិងឲ្យតម្លៃដល់រាល់ពេលវេលានីមួយៗផងដែរជីវិតខ្លីណាស់ដូច្នេះអ្នកត្រូវតែប្រើប្រាស់ពេលវេលារបស់អ្នកឲ្យបានល្អបំផុតការគោរពពេលវេលាវានឹងនាំមកនូវជោគជ័យនិងសុភមង្គល